សូមជូនរឿងចចកនិងត្រីព្រៃមាសកាលនៅវេលាមួយនៅលើមាត់ទឹកដ៏ស្ងប់ស្ងាត់ពន្លឺព្រះច័ន្ទបញ្ចេញលើផ្ទៃទឹកពន្លឺបរិយាកាសល្អមានតែចកមួយកំពុងដើរតាមមាត់ទឹកស្វែងរកអាហារដើម្បីបំបត្តិភាពឃ្លានដ៏សែនយូរមកហើយភ្លាមនោះពន្លឺមាសបំភ្លឺឡើងពីក្រោមទឹកបង្កឲ្យចចកភ្ញាក់ផ្អើលមិនដឹងថាអ្វីកំពុងកើតឡើងចចកប្រញាប់មកក្បែរមាត់ទឹកដើម្បីមើលឲ្យច្បាស់ពន្លឺមាសកាន់តែចែងចាំងទៅដោយហេតុត្រីព្រៃមាសដ៏អស្ចារ្យមួយឡើងពីទឹកចែងចាំងដូចនាពេទ្យចចកភ្ញាក់បន្ទាប់ពីនោះក្តីលំលន់ចាប់ផ្ដើមកាត់ឡើងក្នុងចិត្តភ្លាមត្រីព្រៃមាសនិយាយសំឡេងស្រទន់ថាសូមកុំចាប់ខ្ញុំឡើយខ្ញុំនឹងជួយឲ្យអ្នកមានសំណាងចចកសម្ដែងបង្ហាញជាចិត្តល្អប៉ុន្តែគំនិតពិតគឺចូលចាប់ត្រីមាសយកទៅប្រសិនបើអ្នកសន្យាមិនចាប់ខ្ញុំនឹងឲ្យសំណាងអ្នកកុំប្រើកម្លាំងកុំកុហកកុំលោភលន់ចចកបាននិយាយថាខ្ញុំនឹងមិនកុហកទេខ្ញុំនឹងមិនលោភលន់ទេប៉ុន្តែក្នុងចិត្តចចកកំពុងគិតផ្ទុយត្រីមាសផ្ដល់ពន្លឺមាសដើម្បីជួយឲ្យចចកសម្រេចចិត្តល្អប៉ុន្តែធម្មជាតិនឹងទេសចិត្តចចកឆាប់នេះភ្លាមនោះចចកកែចិត្តភ្លាមចចកលួចចាប់ត្រីដោយមិនគិតពីសន្យាពីមុននោះទេពន្លឺមាសរបស់ត្រីចាប់ផ្ដើមរលាយចិត្តចចកកាន់តែងងឹតទៅធម្មជាតិប្រតិកម្មទឹកក៏កើតក្លិនអាក្រក់ខ្យល់ក៏បក់គួចឡើងសន្ធឹកនិយាយក្នុងសំណរសំឡេងស្រាលថាចិត្តលោភលន់នឹងបំផ្លាញសំណាងចិត្តល្អនឹងនាំមកនៅសុខសាន្តចចកមិនស្ដាប់ទេចចកសោយលើសំណាងរាប់ខ្លួនហើយគិតថាអាចទទួលបានច្រើនជាងនេះត្រីប្រាស់កម្លាំងជើងក្រោយលោតចេញពីដៃចចករួចបាត់ទៅចចកសោយដៃធាក់ចូលទៅនឹងទឹកដ៏ស្អាតប្រែជាទឹកល្អកខ្វក់ពេលត្រីជ្រមុជទឹកវិញពន្លឺមាសត្រឡប់មកវិញទឹកក្លាយជាស្អាតដូចដើមចចកឡើងពីទឹកដោយមានការអាម៉ាស់ចចកដឹងថាការលុបលន់បានធ្វើឲ្យខ្លួនបាត់បង់គ្រប់យ៉ាងត្រីមាសពោលថាអ្នកដែលមិនគោរពសន្យាមិនអាចទទួលបានសំណាងពិតប្រាកដបានឡើយចចកគិតឡើងវិញសោកស្ដាយចិត្តដែលបានបាត់បង់អ្វីដែលអាចនាំសុខសាន្តមកឲ្យខ្លួនមាត់ទឹកស្ងប់ស្ងាត់វិញពន្លឺព្រះច័ន្ទក៏ត្រឡប់មកភ្លឺស្រទន់ដូចដើមចិត្តលោភលន់នាំមកសេចក្តីទុក្ខចិត្តដ៏ស្មោះត្រង់នាំមកសំណាងរឿងព្រេងនេះបានបង្រៀនយើងថាសំណាងមិនកើតមកពីការចាប់យកភាពលោភលន់ទេតែសំណាងបង្កើតពីទឹកចិត្តល្អប៉ុណ្ណោះ